Ok, chẳng ngày hôm nay cứ dương mặt vừa Simon Access đại khu mình đã hỏi chẳng muốn能cho vừa Simon nắng xong bây giờ tại trong chúng mình đang được việc này vừa việc khu quạt trong mình kì chẳng đi sang thời gian hiện đom hiện là tại trong chúng mình đang khai thác database record set objectมีทางយើងធ្វើ Windows Form នៅក្នុង database មួយផ្សេងតែមកនៅពេលដែលយើង store data យើង store នៅក្នុង database ផ្សេងទៀត yeah មានថា different អឺធ្វើនៅក្នុងពីរ database ខុសគ្នា yeah អញ្ចឹងអ្វីដែលយើងត្រូវធ្វើហ្នឹងទីមួយហ្នឹងគឺយើងត្រូវការបង្កើត file front end ហើយ back end នៃអ្វីដែលយើងចង់ធ្វើហ្នឹងទីពីរហ្នឹងគឺរបៀបបង្កើតអឺមិនរបៀបទេគឺអឺយើងបង្កើត Windows Form ហើយយើងនឹងរៀនពីរបៀបនៃការបង្កើតអា tool នីមួយៗនៅក្នុង form របស់យើងនឹងទី3ហ្នឹងយើងថា create form in front end យ៉ាងហើយទី3ហ្នឹងគឺ create database table in backend file អញ្ចឹង step របស់យើងមានតែ3ហ្នឹងទេអញ្ចឹងចូលមកដល់ step ដំបូងយើងនេះចឹងដោយសារតែខ្ញុំធ្វើបានធ្វើការបង្កើត file ហ្នឹងហើយអីអញ្ចឹង file មួយគឺមានឈ្មោះថា file backend ហើយមួយទៀតគឺមានឈ្មោះថា file front end អូខេអញ្ចឹងយើងនឹងចូល file ទៅកាន់ file front end ដើម្បីបង្កើតទៅលើ Windows Form ហើយ Windows Form ដែលយើងចង់បង្កើត interface របស់វាហ្នឹងគឺមានរូបរាងបែបនេះហើយ file អីហ្នឹង code អីហ្នឹងគឺយើងមានស្រាប់ហើយនេះ code នេះ code ហ្នឹងគឺមានស្រាប់ហើយគ្រាន់តែថាយើងថែមតិចតួចថែមកូនតិចតួចនៅលើហ្នឹងដើម្បីធ្វើការពេលដែលយើង insert ចំណុចទាំងអស់ហ្នឹងទៅវា store នៅក្នុង database ផ្សេងអញ្ចឹងដោយសារតែគ្នាយើងអត់ដែលបង្កើតឬក៏អត់ដែលធ្វើវាហ្មងខ្ញុំធ្វើឲ្យមើល from scratch យកហ្មងទៅដំបូងយើងត្រូវបង្កើត form window ហើយយើងហៅពាក្យថានេះ form design ពេលយើងបាន form design ប៉ុណ្ណឹងហើយយើងមើលនេះអញ្ចឹងគេមាន text box គេមានប៊ូតុងគេមាន list box ហើយគេមាន text box search និង check box មួយនេះហើយ delete ប៊ូតុងអូខេអញ្ចឹងយើងធ្វើការធ្វើដូចគេដែរមកយើងចូល form បើសិនជាគ្រូសួរថាអូខេអូនបង្កើត text box ឲ្យគ្រូមួយមើលមួយមកអញ្ចឹងយើងគ្រាន់តែចូលនេះគឺជា design new របស់យើងហើយយើងគ្រាន់តែចូល form design ហើយយើងហៅមើលទៅលើ text box មួយណា text box នេះ text box click វាមួយហើយគូវាមួយមកនេះអូខេអញ្ចឹងយើងបាន text box មួយហើយអញ្ចឹងយើងដោយសារតែយើងទាំងអស់វាមានទាំងអស់វាមាន6អញ្ចឹងយើង copy ម្ដងមួយមក
តទៅពីយើងបង្កើត text box មកហើយយើងធ្វើការដាក់ឈ្មោះវាអញ្ចឹងនេះឈ្មោះគេ ID name gender heritage ID name gender salaryចឹងយើងបានប៉ុណ្ណេះហើយតមកយើង click ទៅលើអាបើវានេះដើម្បីធ្វើការដូរឈ្មោះរបស់វាពេលដែលយើងសួរនៅពេលដែលសរសេរកូដចឹងនេះយើងដាក់ tt ID ចឹងមក tt នេះអូខេអញ្ចឹងយើងមានមួយទៀត check box អញ្ចឹងក្នុង check box នេះគេមានដូចជាចឹងនេះយើងដូរឈ្មោះដាក់ position របស់យើងវាហើយទៅមកយើងហៅ check box នេះ check box ចឹង check box នេះយើងដូរដែរអានេះយើងដាក់ design អូខេបន្ទាប់ពីយើងធ្វើអឺ check box ហើយតមកបើសិនជាគ្រូអូខេកាត់ប៊ូតុងឲ្យគ្រូមួយមកចូល form design ដែរហ្នឹងហើយយកមើលប៊ូតុងនេះប៊ូតុងអញ្ចឹងប៊ូតុងយើងប៉ុណ្ណេះមកយើងសេនេះមកចឹងប៊ូតុងទាំងអស់មាន3អូមែនភ្លេចដាក់ឈ្មោះនេះយើងដាក់ option IT យើងដាក់ OPT design OPT so អូខេអញ្ចឹងចូលដល់ប៊ូតុងម្ដងចង់យើងដាក់នេះយើងដាក់add ឈ្មោះយើងដាក់ btn add
ហើយយើងលេង style វាតិចមកតោះមកយើងដូរឈ្មោះវាហើយ copy វា paste នេះយើងដូរឈ្មោះដាក់ btn update យើងវាយថា update អូខេហើយនេះ delete ដូរឈ្មោះវាដាក់ btn delete អូខេអញ្ចឹងបន្តយើងនេះហើយអញ្ចឹងចូលដល់ list box ម្ដង list box យើងមកមើល list box ទៅណាទេ list box នេះ list box អូខេអញ្ចឹង list box យើងដាក់ក្រុមនេះមកហើយ cancel ចោលទៅអូខេអញ្ចឹងក្នុងនេះយើងដាក់ឈ្មោះថា search នេះមិននេះលុបចោលហើយតោះមកយើងហៅ text box មួយទៀតដើម្បី copy មក paste ហើយដាក់នៅលើនេះដូរឈ្មោះដាក់ថា tt search ហើយនេះយើងដាក់ search ដែរអូខេអញ្ចឹងបង្កើត Windows Form ទៅលើ interface របស់វាមានតែប៉ុណ្្នឹងទេអញ្ចឹងឥឡូវយើងសាកចូលមើលយើងចូល new វាអូខេនេះគឺជាអ្វីដែលយើងបានធ្វើយ៉ាប៉ុន្តែប៊ូតុងអីទាំងអស់នេះអាចអត់ទាន់បានទេដោយសារយើងអត់ទាន់បានទៅសេកូដនៅក្នុងហ្នឹងតែបើថា checklist អីនេះគឺដើរអស់ហើយយ៉ាអញ្ចឹងវីដេអូដែលតាក់ទងជាមួយនឹងបង្កើត Windows Form បើសិនជាគ្រូសួរអូខេបងអូនបង្កើត Windows Form បង្កើត text box ឬក៏បង្កើតអីនៅក្នុង Windows Form ឲ្យគ្រូមើលមួយមកអញ្ចឹងយើងអាចមើលគំរូវីដេអូនេះបានគេមានតែប៉ុណ្្នឹងទេ